ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទងបានចុះជួបសំណេះសំណាលជាមួយប្រធានអនុប្រធានក្រុមបកនិងបានចុះពិនិត្យប្រគល់អាងចម្រោះទឹកស្អាតអនាម័យនៅសាលាបឋមសិក្សាចំបក់បញ្ញាតារា Cambodia News លោកថាំងវិយុទ្ធដាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទងតំណាងឯកឧត្តមរដ្ឋមន្ត្រីថោជេថាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទងបានដឹកនាំសហការីក្រុមប្រឹក្សាឃុំលោកមេភូមិបានចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ប្រធាននិងអនុប្រធានក្រុមបកចំនួន2ភូមិរួមមានភូមិស្លាកចំនួន64នាក់និងភូមិពោចំនួន33នាក់កាលពីព្រឹកថ្ងៃទី14ខែឧសភាឆ្នាំ2025នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាឃុំបន្ទាយស្ទងស្រុកស្ទងខេត្តកំពង់ធំក្នុងជំនួបនេះដែរលោកបានសួរសុខទុក្ខនិងពិភាក្សាការងារប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលបំផុតទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយមានការចូលរួមមតិយោបល់លើកសំណុំពរនិងដំណោះស្រាយភ្លាមៗចំពោះបញ្ហាមួយចំនួនធំពាក់ព័ន្ធនឹងជីវភាពបញ្ហាប្រឈមចំពោះមុខទន្ទឹមនឹងនេះលោកប្រធានក៏បានលើកបង្ហាញពីសមិទ្ធផលថ្មីៗនេះរួមមានទីស្នាក់ការគណៈបកឃុំបន្ទាយស្ទងប្រព័ន្ធធារាសាស្ត្រខ្វែងខ្វាត់ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាពការឧបត្ថម្ភកូនខ្ចីការជួសជុលផ្លូវជីកស្រះទឹករួមលាក់និងលើកទិសដៅផែនការអភិវឌ្ឍឃុំបន្ទាយស្ទងឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើពីនេះលោកថាំងវិយុទ្ធដានិងក្រុមការងារបានចុះជួបប្រធានអនុប្រធានក្រុមបកចំនួន4ភូមិនៃភូមិទាំង15ក្នុងឃុំបន្ទាយស្ទងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាលបង្កើតប្រព័ន្ធទំនាក់ទំនងកាន់តែរហ័សមានប្រសិទ្ធភាពរវាងក្រុមការងារចុះពង្រឹងតាមភូមិនីមួយៗនិងសមាជិកាគណៈបកទាំងអស់តាមខ្នងផ្ទះថែមទៀតលើពីនេះទៀតលោកបានចុះពិនិត្យនិងប្រគល់ទទួលអាងចម្រោះទឹកស្អាតអនាម័យជូនលោកគ្រូអ្នកគ្រូសាសានុសិស្សនៃសាលាបឋមសិក្សាចំបក់បញ្ញាស្ថិតនៅក្នុងភូមិចំបក់បញ្ញាប្រើប្រាស់ប្រចាំថ្ងៃដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់អនាម័យសុខភាពសាសានុសិស្សនៅតាមសាលារៀនឲ្យកាន់តែប្រសើរឡើងដែលក្នុងនោះចំណាយថវិកាសាងសង់សរុបអស់ប្រមាណ10លានរៀល